សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីរបៀបឆុងតែបៃតងក្រូចឆ្មាជាមួយនឹងតែបៃតងទឹកដោះគោដូច្នេះដែរគ្រឿងផ្សំរបស់យើងគឺមានតែពីរប្រភេទនេះបងប្អូនគឺយើងត្រូវលាយមិចចូលគ្នាដើម្បីធ្វើរសជាតិរបស់វាកាន់តែដិតឆ្ងាញ់ឥឡូវនេះយើងក៏មានថង់ធំមួយមកនេះហើយយើងក៏ចាប់ផ្ដើមកាត់តែទាំងពីរប្រភេទយើងដាក់ចូលទៅក្នុងថង់នេះហើយយើងក៏ធ្វើការក្លុកវាយើងក្លុកដាក់ថង់អញ្ចឹងគឺថាចូលជាតិគ្នាសព្វល្អបងប្អូនចំពោះតែនេះដែរផ្សេងយើងឆុងទៅមុខគឺថារសជាតិអត់សូវដិតធ្ងន់ហើយពណ៌ក៏អត់សូវដិតដែរបងប្អូនតែបើលាយចូលគ្នាចេះធ្វើឲ្យរសជាតិវាឈ្ងុយហើយពណ៌ដិតស្អាតទៀតឥឡូវនេះយើងក៏យកអញ្ជីងមកដើម្បីថ្លឹងមួយចំពោះម៉នុយតែក្រូចឆ្មាគឺយើងប្រើតែរបស់យើងនឹងចំនួន25ក្រាមសម្រាប់ទឹក1លីត្រប៉ុន្តែសម្រាប់ម៉នុយតែទឹកដោះគោគឺយើងប្រើតែចំនួន35ក្រាមម៉នុយទឹកដោះគោប្រើតែច្រើនជាងណាបងប្អូនបន្តមកទៀតយើងក៏ប្រើទឹកក្តៅដាំពុះចំនួន1000មីលីលីត្រដែលស្មើនឹង1លីត្រដើម្បីឆុងហើយលួចបន្ថែមអំបិលតិចផងចំពោះម៉នុយតែក្រូចឆ្មាចំពោះម៉នុយតែទឹកដោះគោប្រើទឹកក្តៅ1លីត្រដូចគ្នាបន្តមកទៀតយើងក៏ធ្វើការអប់តែរបស់យើងទុកចោលរយៈពេល7នាទីសិនទៅដើម្បីធ្វើឲ្យតែរបស់យើងនឹងចេញជាតិអស់យើងក៏ចាប់ផ្ដើមស្រង់យកកាកតែចេញបងប្អូនចំពោះម៉នុយតែទឹកដោះគោកុំភ្លេចបន្ថែមម្សៅទឹកដោះគោផងចំនួន50ក្រាមដាក់ចូលគ្នាទៅធ្វើឲ្យវាឡើងខ្ទិះឆ្ងាញ់ល្អឬហើយទុកវាមួយឡែកសិនឲ្យវាចូលជាតិយើងក៏មកឆុងតែក្រូចឆ្មាមុនដោយប្រើជាមួយនឹងទឹកតែចំនួន200មីលីលីត្ររួចហើយប្រើជាមួយនឹងទឹកស្ករចន្លោះពី60ទៅ70មីលីលីត្រចំពោះម៉នុយកាលេង22បងប្អូនរួចហើយប្រើជាមួយនឹងទឹកក្រូចឆ្មាចំនួន30មីលីលីត្រតែក្រូចឆ្មាយើងធ្វើឲ្យផ្អែមហើយជូរដិតតិចមករសជាតិឆ្ងាញ់បងប្អូនចាក់ចូលទៅក្នុងកាលេង22របស់យើងមករួចរាល់ជាការស្រេចហើយចូលដល់ម៉នុយតែទឹកដោះគោម្ដងប្រើទឹកតែចំនួន150មីលីលីត្ររួចហើយយើងក៏បន្ថែមជាមួយនឹងទឹកដោះគោស្រស់ចំនួន40មីលីលីត្របន្តមកទៀតយើងក៏ប្រើជាមួយនឹងទឹកដោះគោខាប់ចំនួន40មីលីលីត្រដែរប៉ុន្តែដោះគោខាប់ជាតិផ្អែមហ្នឹងគឺយើងអាចបន្ថែមបន្ថយបានស្រេចតាមចំណូលចិត្តទេបងប្អូនចាក់ចូលគ្នាកូរឲ្យរលាយល្អនេះហើយយើងក៏យកកាលេង22មកចាក់ល្បាយតែទឹកដោះគោរបស់យើងចូលជាចុងក្រោយយើងក៏ស្រោចបន្ថែមជាមួយនឹងទឹកដោះគោរាវខ្ទិះទៀតមកជាការស្រេចឥឡូវនេះយើងក៏បំភ្លក់តែរបស់យើងទាំងអស់គ្នាតែកែទី1នេះគឺជាតែបៃតងក្រូចឆ្មាពេលដែលញ៉ាំទៅឈ្ងុយតែដិតល្អបងប្អូនអាចសាកលាយបានហើយឆុងតាមរូបមន្តនេះហើយចំពោះម៉នុយតែក្រូចឆ្មាគឺថាអត់ចាស់ខ្លាំងអត់ល្វីងទេហើយពណ៌ដិតស្អាតទៀតឈ្ងុយតែល្អឥឡូវនេះចូលដល់តែបៃតងទឹកដោះគោម្ដងគឺញ៉ាំទៅឈ្ងុយតែល្អក្នុងមាត់អត់មានក្លិនក្អូបតែអីទេហើយអ្វីដែលសំខាន់ពណ៌អត់ឆ្លេកទេពណ៌ស្អាតទៀតបងប្អូនអញ្ចឹងបើសិនជាយើងឆុងវាតែឯងពណ៌ក៏ស្រាលរសជាតិក៏រៀងស្រាលដែរមែនអត់បងប្អូនអញ្ចឹងឥឡូវនេះយើងឆុងមិចលាយគ្នាពីរចូលគ្នាអញ្ចឹងណាដិតពណ៌ក៏ដិតរសជាតិក៏ដិតឆ្ងាញ់ពណ៌ក៏ដិតស្អាតអញ្ចឹងបងប្អូនចង់បានតែអាចឆាតចូលផេកបានណាអរគុណច្រើនបងប្អូនទាំងអស់គ្នា